ក្រសួងធនធានទឹកនិងអូតូនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី25ខែកញ្ញាឆ្នាំ2025នេះព្យុះទី20ឈ្មោះថាប៉ូឡូយដើរស្របទៅនឹងគន្លងព្យុះទី18ឈ្មោះថារ៉ាកាសាដោយឡែកព្យុះទី19ឈ្មោះថានេហ្គូវីដែលបានបង្កើតឥទ្ធិពលយ៉ាងខ្លាំងទៅលើរបបខ្យល់មូសុងដែលបោកបក់ទៅលើសមុទ្រអាន់ដាមែនឈូងសមុទ្រថៃទន្លេមេគង្គនិងសមុទ្រចិនខាងត្បូងព្រមទាំងលើព្រះរាជាណាចក្រកម្ពុជាផងដែរគន្លងផ្លូវដើររបស់ព្យុះទាំង3នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេតែស្ថានភាពបែបនេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី25ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025នេះជាពិសេសនៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអបបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមាគឺ31អង្សាសេខ្យល់បោកបក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីដែលមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះខ្យល់កន្ត្រាក់ដែលគ្របដណ្ដប់នៅលើផ្ទៃដី 60% ចំណែកឯតំបន់ខ្ពង់រាបវិញមានសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមាមានដល់ទៅ29អង្សាសេខ្យល់បោកបក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនជាមធ្យម6ម៉ែត្រក្នុង1វិនាទីដែលមានខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញដែលមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់ទៅលើផ្ទៃដី 70% ចំណែកឯតំបន់សមុទ្រវិញមានសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បោកបក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីដែលមានដូចជាខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់នៅលើផ្ទៃដី 50% ចំណែកឯរលកសមុទ្រមានកម្ពស់ជាមធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 2.50 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានបាទបងប្អូននេះគឺជាព័ត៌មានថ្មីដែលតាក់ទងទៅនឹងអាកាសធាតុនៃព្រះរាជាណាចក្រកម្ពុជាដែលបានកើតនៅព្យុះមួយទៀតឈ្មោះថាប៉ូឡូយដែលដើរស្របជាមួយនឹងព្យុះរ៉ាកាសាព្រមទាំងព្យុះនេហ្គូរីប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះទាំង3នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេអញ្ចឹងប្រសិនបើបងប្អូនមានដំណើរទៅណាមកណាចាប់ពីថ្ងៃទី25នេះរហូតដល់ថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះសូមបងប្អូនមានការប្រុងប្រយ័ត្នជាមួយនឹងព្យុះទាំង3នេះ